កម្ពុជាដាក់ឲ្យប្រើច្បាប់កាតព្វកិច្ចយោធាជាផ្លូវការអ្នកកិច្ចវេះប្រឈមជាប់ពន្ធនាគារទៅដល់2ឆ្នាំពេលមានសន្តិភាពនិងដល់5ឆ្នាំពេលមានសង្គ្រាមសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានចុះហត្ថលេខាទៅលើព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់កាតព្វកិច្ចយោធាជាផ្លូវការចាប់ពីថ្ងៃទី23ឧសភា2026នេះតទៅដើម្បីពង្រឹងវិស័យការពារជាតិបណ្ដុះស្មារតីស្នេហាជាតិវិន័យនិងការអភិវឌ្ឍរាងកាយរបស់យុវជនខ្មែរនៅក្នុងការចូលរួមកសាងនិងការពារមាតុភូមិច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនេះគឺមាន8ជំពូក20មាត្រាត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី12ឧសភា2026នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7ហើយត្រូវបានប្រសិទ្ធភាពបានពិនិត្យចប់សពគ្រប់លើទម្រង់និងគតិច្បាប់ទាំងស្រុងកាលពីថ្ងៃទី20ខែឧសភា2026នាសម័យប្រជុំព្រឹទ្ធសភាលើកទី5នីតិកាលទី5ច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរភេទប្រុសគ្រប់រូបដែលមានអាយុចាប់ពី18ឆ្នាំទៅដល់25ឆ្នាំដោយត្រូវចូលបំពេញកាតព្វកិច្ចយោធារយៈពេល24ខែរាប់គិតចាប់ពីថ្ងៃចូលបំពេញកាតព្វកិច្ចខណៈដែលប្រជាពលរដ្ឋជាស្ត្រីគឺផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្តហើយការធ្វើជំរឿនគឺចាប់ផ្ដើមអនុវត្តចំពោះយុវជនដែលមានអាយុចាប់ពី17ឆ្នាំឡើងទៅយោងតាមមាត្រា4នៃច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះបញ្ជាក់ថាយោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាហើយត្រូវអនុញ្ញាតឲ្យទៅកាន់ជីវភាពស៊ីវិលវិញប៉ុន្តែត្រូវស្ថិតនៅក្នុងបញ្ជីយោធិនបម្រុងរហូតទៅដល់អាយុ45ឆ្នាំយោធិននេះក៏អាចស្ថិតនៅក្នុងអាជីពយោធាបន្តទៀតបានទៅតាមតម្រូវការរបស់ក្រសួងការពារជាតិនិងដោយឈរលើគោលការណ៍ស្ម័គ្រចិត្តទន្ទឹមនឹងការកំណត់កាតព្វកិច្ចច្បាប់នេះក៏បានធានាទៅដល់ការការពារផលប្រយោជន៍ទៅដល់យោធិនដោយកំណត់ថាគ្រប់ស្ថាប័នរដ្ឋសហគ្រាសសាធារណៈឬឯកជនព្រមទាំងអង្គការសង្គមស៊ីវិលត្រូវទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌនិងមុខតំណែងដើមវិញដោយរក្សាអតីតភាពការងារសម្រាប់ពិចារណាដើម្បីដំឡើងឋានន្តរស័ក្តិឬការចូលនិវត្តន៍ចំណែកឯគ្រឹះស្ថានសិក្សាក៏ត្រូវរក្សាលទ្ធភាពសិក្សាចាស់ដើម្បីឲ្យសិស្សនិស្សិតបានបន្តការសិក្សាឡើងវិញផងដែរផ្ទុយទៅវិញចំពោះជនណាដែលកិច្ចវេះមិនព្រមចូលខ្លួនតាមការអញ្ជើញឲ្យចូលបំពេញកាតព្វកិច្ចយោធានៅក្នុងរយៈពេល30ថ្ងៃនឹងត្រូវប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារពី6ខែទៅដល់2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅដល់4លានរៀលក្នុងកលៈទេសៈប្រទេសមានសន្តិភាពហើយទោសទណ្ឌនេះនឹងត្រូវកើនឡើងរហូតទៅដល់2ឆ្នាំទៅ5ឆ្នាំនិងពិន័យប្រាក់ពី4លានរៀលទៅដល់10លានរៀលប្រសិនបើប្រព្រឹត្តឡើងនៅក្នុងពេលប្រទេសមានសង្គ្រាមឬរងការឈ្លានពានពីកម្លាំងបរទេសទោះបីជាយ៉ាងណាច្បាប់នេះបានបើកផ្លូវអនុគ្រោះដោយលើកលែងទោសព្រហ្មទណ្ឌហើយបដូរមកអនុវត្តទណ្ឌកម្មវិន័យវិញប្រសិនបើជននោះព្រមទទួលកំហុសនិងសុខចិត្តចូលបំពេញកាតព្វកិច្ចយោធាវិញនៅមុនពេលមានសេចក្តីសម្រេចជាស្ថាពរពីតុលាការយោធា